ខ្ញុំក៏ដូចជាក្មេងស្រីដទៃទៀតដែរនេះគឺជារបារបស់ខ្ញុំជាអ្នកមើលថែខ្ញុំតាំងពីតូចសប្តាហ៍ថ្ងៃនេះខ្ញុំពេញចិត្តនៅអ្វីដែលខ្ញុំធ្វើហើយនឹងអ្វីដែលខ្ញុំមានចិត្តដល់ថ្ងៃខួបកំណើតរបស់ប៉ាខ្ញុំហើយខ្ញុំនឹងធ្វើឲ្យគាត់សប្បាយចិត្តនៅថ្ងៃនោះប៉ុន្តែចង់សងអ្វីចង់សងអ្វីទោះជាចង់សងអ្វីក៏មិនអាចឡើយគេនៅគឺស្លាប់មិនមែនគេឡើយប្រព័ន្ធដងហើយក៏មិនលឺផឹកស្រវឹងប្រឹងបើកបរគឺនៅអាចបង្កគ្រោះថ្នាក់គ្រប់ពេលអាណិតដល់អ្នកមិនដឹងអ្វីត្រូវអ្នកប្រឡាយឲ្យខ្សែដោយសាសនាដៃអ្នកនេះហើយគឺជាកំហុសរបស់ខ្ញុំសុំទោសក្មួយស្រីដោយសារតែវាទើបធ្វើឲ្យក្មួយស្រីបាត់បង់សុភមង្គល